ជំងឺរាំដ៏ចម្លែកដែលបានកើតឡើងនៅប្រទេសបារាំងកាលពីឆ្នាំ 1518 តើលោកអ្នកធ្លាប់ឮជំងឺរាំដែរឬទេនេះគឺជាជំងឺដ៏ចម្លែកមួយដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបារាំងអ្នកវិទ្យាសាស្ត្រនិងអ្នកប្រវត្តិសាស្ត្រទាំងនៅក្នុងសម័យមុននិងសម័យបច្ចុប្បន្នបានធ្វើការពន្យល់ផ្សេងៗគ្នាចំពោះហេតុការណ៍ដែលបានកើតឡើងនៅក្នុងឆ្នាំនោះតើហេតុការណ៍ដ៏ចម្លែកនេះមានដំណើរដើមទងនិងលទ្ធផលយ៉ាងណាបន្តិចទៀតលោកអ្នកនឹងបានជ្រាបទាំងអស់គ្នាទិញតំណែងស្រួលជាងមុនចំណេញជាងមុនត្រូវតែទិញជាមួយនឹង K-Store App by BizAdvisor នៅក្នុងខែកក្កដាឆ្នាំ 1518 មនុស្សជាច្រើនអ្នកនៅក្នុងទីក្រុងមួយរបស់បារាំងដែលមានឈ្មោះថាទីក្រុង Strasbourg ស្រាប់តែទទួលរងនឹងការវាយប្រាពីជំងឺដ៏ចម្លែកមួយនាំឲ្យពួកគេរំរែកកន្ត្រាក់ខ្លួនប្រៀបដូចជារោគរ៉ែនេតាចូលឥតឈប់ឈរអស់រយៈពេលជាច្រើនសប្តាហ៍ហេតុការណ៍ដ៏ចម្លែកនេះកើតឡើងពីស្ត្រីម្នាក់ដែលមានឈ្មោះថា Frau Trophea បានដើរនៅលើដងផ្លូវហើយស្រាប់តែរំរែកជាច្រើនថ្ងៃដែលមិនឈប់សោះនាងរំតែម្នាក់ឯងទៅមកនៅតាមដងផ្លូវមិនទៅផ្ទះសម្បែងអស់រយៈកាលជិតមួយសប្តាហ៍បន្តមកស្រាប់តែមានមនុស្សជាច្រើនអ្នកទៀតបានចូលរួមរំជាមួយនឹងនាងនៅតាមដងផ្លូវនៃទីក្រុងនេះមកដល់ខែសីហាឆ្នាំ 1518 មនុស្សដែលបានរំរែកនៅតាមដងផ្លូវនោះមានប្រមាណជា400នាក់គេមិនអាចបញ្យល់បានទេថាតើនៅពេលនោះកំពុងតែមានរឿងអ្វីកើតឡើងចំពោះពួកគេក្រោយការពិនិត្យសង្កេតមើលមួយរយៈពេលខ្លីគ្រូពេទ្យមួយចំនួននៅក្នុងទីក្រុងមួយនេះលើកឡើងថាមូលហេតុអាចបណ្ដាលមកពីការក្តៅខ្លួនគឺឈាមរបស់ពួកគេឡើងកម្ដៅខ្លាំងដែលធ្វើឲ្យពួកគេមិនអាចគ្រប់គ្រងទៅលើអារម្មណ៍របស់ខ្លួនឯងបានអាជ្ញាធរនៅក្នុងទីក្រុង Strasbourg ក៏បានព្យាយាមចូលទៅឃាត់និងបញ្ឈប់ហេតុការណ៍នេះផងដែរក៏ប៉ុន្តែអ្នករំរែកទាំងអស់នោះមិនខ្វល់ពីអាជ្ញាធរឡើយពួកគេបន្តរំទោះបីជាអ្នកខ្លះត្រូវដួលសម្លាប់អ្នកខ្លះទៀតដែលរលត់ចេញឈាមតាមជើងតាមដៃក៏នៅតែបន្តរំដោយជ្រួចច្របល់មិនដឹងថាមានហេតុការណ៍អ្វីកើតឡើងអាជ្ញាធរបានត្រឹមតែយកទឹកនិងអាហារផ្ដល់ជូនទៅឲ្យអ្នករំរែកទាំងអស់នោះបន្ទាប់មកទៀតអាជ្ញាធរក៏បានឲ្យក្រុមតន្ត្រីករដែលជាអ្នកសម្ដែងពិតៗខាងរំរែកនោះមកចូលរួមរំជាមួយនឹងមនុស្សទាំងអស់ដែលកំពុងតែរំនៅតាមដងផ្លូវហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងចន្លោះខែ7ទៅដល់ខែ9ឆ្នាំ 1518គេមិនដឹងថាមានមនុស្សស្លាប់ប៉ុន្មានអ្នកទេសរុបក៏ប៉ុន្តែនៅក្នុងមួយថ្ងៃមានប្រមាណជា15នាក់បានស្លាប់នេះគឺដោយសារតែការហត់អស់កម្លាំងហេតុការណ៍នៃជំងឺរំរែកដែលបានកើតឡើងនៅក្នុងទីក្រុង Strasbourg នេះស្ដាប់ទៅដូចជារឿងប្រឌិតឬក៏គួរឲ្យអស់សំណើចក៏ប៉ុន្តែវាពិតជាត្រូវបានគេកត់ត្រានៅក្នុងឯកសារច្បាស់លាស់នៅក្នុងសតវត្សទី16នៃគ្រិស្តសករាជនៅពេលដែលគេបានធ្វើការស្រាវជ្រាវបន្ថែមគេបានរកឃើញថាជំងឺដ៏ចម្លែកនេះមិនមែនកើតឡើងតែនៅក្នុងប្រទេសបារាំងទេមុនពេលនេះក៏ធ្លាប់កើតឡើងនៅក្នុងប្រទេសស្វីស័រឡែនប្រទេសអាល្លឺម៉ង់និងប្រទេសហូឡង់ដែរក៏ប៉ុន្តែគ្រាន់តែចំនួនអ្នករំនោះមានទំហំតូចតាចតែប៉ុណ្ណោះតើអ្វីទៅជាមូលហេតុនាំឲ្យមនុស្សរំរហូតដល់ស្លាប់នៅក្នុងទីក្រុង Strasbourg ប្រទេសបារាំងនេះផ្អែកទៅតាមជំនឿសាសនានៅពេលនោះបព្វជិតសាសនាគ្រិស្តធំនៅក្នុងព្រះវិហារនៃទីក្រុង Strasbourg បានលើកឡើងថាហេតុការណ៍នេះកើតឡើងពីបណ្ដាសាមនុស្សទាំងអស់នោះទំនងជាពួកបិសាចបានចូលទៅក្នុងខ្លួនបណ្ដាលឲ្យពួកគេរំរហូតដល់ស្លាប់បព្វជិតសាសនាគ្រិស្តទាំងអស់នោះថែមទាំងយល់ទៀតថានៅពេលនោះទីក្រុង Strasbourg ទាំងមូលកំពុងតែទទួលរងនូវបណ្ដាសាពីព្រះជាម្ចាស់ដោយធ្វើឲ្យការជំងឺរាតត្បាតផ្សេងៗព្រមទាំងគ្រោះអត់ឃ្លានចំណែកឯការបញ្យល់មួយទៀតពាក់ព័ន្ធជាមួយនឹងមូលហេតុដែលនាំឲ្យមានហេតុការណ៍ដ៏ចម្លែកនេះកើតឡើងគឺថាប្រជាជននៅក្នុងទីក្រុងមួយនេះទំនងជាបរិភោគចំណីអាហារដែលដោយនៅមេរោគផ្សិតម្យ៉ាងដែលមានឈ្មោះថា ergot វាគឺជាសារធាតុពុលម្យ៉ាងដែលលេបចូលទៅក្នុងខ្លួនហើយបង្កឲ្យមានការស្រមើស្រមៃឃើញរូបភាពផ្សេងៗហើយមនុស្សមិនអាចគ្រប់គ្រងទៅលើចិត្តគំនិតនិងអារម្មណ៍របស់ខ្លួនឯងបានជំងឺរំរែកដ៏ចម្លែកនេះបានបាត់ទៅវិញពីខ្លួនឯងនៅក្នុងខែកញ្ញាឆ្នាំ 1518វាបានកើតឡើងភ្លាមយ៉ាងចម្លែកឆ្លងពីមួយទៅមួយយ៉ាងចម្លែកហើយក៏បាត់ទៅវិញយ៉ាងចម្លែកដោយពុំមាននរណាម្នាក់រកឃើញថ្នាំបន្សាបដាក់ទៅលើមនុស្សដែលបានរំរែកទាំងអស់នោះទេចំពោះស្ត្រីដែលមានឈ្មោះថា Frau Trophea ដែលនាំអានរំរែកដំបូងគេនៅលើដងផ្លូវនេះក៏មិនត្រូវបានគេស្គាល់ប្រវត្តិនោះដែរ